ទឹកកាន់តែស្ងប់គឺកាន់តែជ្រៅសត្រូវដែលស្ងាត់ណាគឺយើងកាន់តែត្រូវបង្កើនការប្រុងប្រយ័ត្នជាក់ស្ដែងនាពេលថ្មីនេះខ្ញុំរៀនសូត្របានពីរឿងជុំវិញចំនួនព្រំដែនកម្ពុជាសៀមដែលទី1ហ្នឹងគឺរៀនពីភាពស្ងប់ស្ងាត់របស់កម្ពុជានិងទី2រៀនពីការបាត់បង់ជំហរនិងភាពឆ្លេឆ្លាតរបស់ពួកអាចោសៀមភាពស្ងប់ស្ងាត់របស់កម្ពុជាយើងគឺជាអាវុធមួយដែលធ្វើឲ្យសត្រូវអត់ដឹងពីជំហររបស់កម្ពុជាយើងនោះទេពីព្រោះអីពុកម៉ែបងប្អូនដឹងហើយយើងស្ងាត់តាំងពីមានចំនួនដំបូងមកម៉េះដែលមានអ្នកសោយចំអកថាយើងស្ងាត់មិនស្ងៀមបាត់ដីអីហ្នឹងគឺវាប្រហែលរដ្ឋាភិបាលច្រើនប៉ុន្តែភាពស្ងប់ស្ងាត់ដោះស្រាយដោយភាពចាស់ទុំរបស់កម្ពុជានេះហើយដែលធ្វើឲ្យសៀមអត់ដឹងពីជំហររបស់កម្ពុជាយើងថាទៅណានោះទេដែលវាស្ដែងឲ្យឃើញចាប់តាំងពីរឿងបិទព្រំដែនផ្ដាច់ភ្លើងផ្ដាច់អ៊ីនធឺណិតបិទរឿងសាំងអីអត់ឲ្យចូលមកកម្ពុជាយើងវាគិតថាកម្ពុជាយើងងាប់នៅក្នុងរយៈពេល3ខែដល់ពេលវាបិទហើយមានណាងាប់តែប្រជាពលរដ្ឋវានឹងកម្ពុជាយើងរស់ធម្មតាហើយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើងថែមទៀតដោយសារតែប្រជាពលរដ្ឋងាកមកគ្រប់គ្រងផលិតផលនៅក្នុងស្រុកលើសពីនឹងនាពេលថ្មីនេះយើងឃើញកាន់តែច្បាស់តែម្ដងថាសៀមមើលកម្ពុជាយើងអត់ធ្លុះនោះទេនៅពេលដែលកម្ពុជាយើងស្ងប់ស្ងាត់ពីព្រោះអីវាដើរចេញពី MOU 2000ដោយឯកតោភាគីហ្នឹងវាគិតថាកម្ពុជាយើងអាចបន្ទន់អេរិយាប័ត្រនៅក្នុងការហៅវាមកចរចាអីជាមួយនឹងកម្ពុជាយើងដើម្បីដោះស្រាយចំនួនព្រំដែនទឹកអីចឹងទៅប៉ុន្តែមានណាវាដើរចេញភ្លាមកម្ពុជាយើងប្រកាសសម្រេចប្រើយន្តការផ្សះផ្សាដោយបង្ខំក្រោម UN ខ្លុសតែម្ដងដែលនេះវាបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់តែម្ដងថានៅពេលដែលយើងស្ងប់ស្ងាត់ណាសត្រូវគឺពិបាកនៅក្នុងការវាយប្រហារយើងណាស់ផ្ទុយទៅវិញនៅពេលដែលសៀមបាត់បង់ជំហរហើយឆ្លេឆ្លាកាន់តែខ្លាំងគឺធ្វើឲ្យកម្ពុជាយើងងាយដឹងពីចំណុចខ្សោយរបស់សៀមដឹងថាសៀមខ្លាចអីហើយដឹងថាសៀមមិនខ្លាចអីតែម្ដងដែលនេះហើយគឺជាចំណុចមួយងាយឲ្យកម្ពុជាយើងមានប្រៀបលើសៀមដែលវាស្ដែងឲ្យឃើញនៅពេលដែលសៀមវាប្រែកន្លះចង់ប្រើយន្តការទ្វេភាគីវិញជំនួសឲ្យការទៅដល់ UN ខ្លុសហ្នឹងគឺធ្វើឲ្យកម្ពុជាយើងដឹងថាសៀមកំពុងតែខ្លាច UN ខ្លុសចឹងហើយកម្ពុជាជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំក្រោម UN ខ្លុសហ្នឹងដើម្បីដោះស្រាយចំនួនព្រំដែនទឹកជាមួយនឹងពួកអាចោសៀមតែម្ដងហើយពេលដែលយន្តការនេះដំណើរការហើយពុកម៉ែបងប្អូនទាំងគ្នាសេចក្តីសម្រេចចេញមកបែបណាហើយសម្ដីរបស់អាតុងទីនដែលអះអាងពេលដែលវាដើរចេញពី MOU 2000ដោយឯកតោភាគីនឹងคล้ายជាអាវុធចាក់អាតុងទីនតែម្ដងដែលការហ្នឹងអាតុងទីនវាថាកោះគុតនឹងคล้ายជារបស់វា 100% ហើយនៅពេលដែលវាដើរចេញពី MOU 2000អញ្ចឹងហើយពេលដែលសម្រាប់ចេញមកកោះគុតមានភាគរយរបស់កម្ពុជាយើងប៉ុណ្ណាសម្ដីរបស់អាតុងទីននឹងចាក់ក្បាលអាតុងទីនតែម្ដងដូច្នេះហើយសង្ឃឹមថាពុកម៉ែបងប្អូនយល់ពីជំហររបស់រដ្ឋាភិបាលកម្ពុជាស្ងាត់តែមិនស្ងៀមបន្តធ្វើការប្រកបដោយភាពចាស់ទុំក្នុងការដោះស្រាយជម្លោះហើយធ្វើយ៉ាងណាមិនឲ្យសត្រូវដឹងពីជំហររបស់កម្ពុជាដើម្បីយើងងាយផ្ដួលសត្រូវបាន